ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំសូមធ្វើការចែករំលែកទាក់ទងទៅនឹងប្រធានបទមួយថាតើព្រះសង្ឃមានអត្តសញ្ញាណប័ណ្ណឬអត់ចាថាតើព្រះសង្ឃមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬអត់ចាកាលពីមុនឆ្នាំ2025គឺព្រះសង្ឃមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេដោយមានត្រឹមតែប័ណ្ណសម្គាល់ព្រះសង្ឃចាដែលឡែកនៅឆ្នាំ2025តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងប្រកាសរបស់ក្រសួងមហាផ្ទៃទាក់ទងទៅនឹងការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋខ្មែរហ្នឹងគឺបានកែតម្រូវហើយនឹងបន្ថែមនៅចំណុចមួយចំនួនចាដែលអាចតម្រូវឲ្យព្រះសង្ឃក៏អាចមានអត្តសញ្ញាណប័ណ្ណដូចជាក្រហមយើងធម្មតាដែរចានាងខ្ញុំក៏សូមជម្រាបជូនបងប្អូនដែរទាក់ទងទៅនឹងថាតើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយើងគឺត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះចាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយើងគឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងការកំណត់អត្តសញ្ញាណរបស់បុគ្គលណាម្នាក់ដែលជាប្រជាពលរដ្ឋខ្មែរចាដែលមានសញ្ជាតិខ្មែរពីកំណើតហើយមិនត្រឹមតែប៉ុណ្ណោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវបានប្រើប្រាស់ជាច្រើនយ៉ាងដែលមានដូចជាការទៅដាក់ពាក្យសុំចូលបម្រើការងារចាការចុះឈ្មោះចូលរៀនការចុះបញ្ជីអចលនវត្ថុការចុះបញ្ជីយានយន្តឬមួយក៏ការបង្កើតនៅកិច្ចសន្យាផ្សេងៗនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងហើយសំណួរសួរថាតើព្រះសង្ឃមានអត្តសញ្ញាណប័ណ្ណឬអត់ចាតាំងពីឆ្នាំ2025មកគឺព្រះសង្ឃអាចមានអត្តសញ្ញាណប័ណ្ណដោយក្រហមយើងធម្មតាអញ្ចឹងដោយយោងទៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលហើយនិងប្រកាសរបស់ក្រសួងមហាផ្ទៃតាមរយៈអនុក្រឹត្យហើយនិងប្រកាសនឹងដែរគឺបានចែងថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវបានប្រគល់ជូនបុគ្គលដែលមានសញ្ជាតិខ្មែរគ្រប់រូបហើយមានអាយុចាប់ពី15ឆ្នាំឡើងទៅរួមទាំងព្រះសង្ឃបព្វជិតសាសនាជនជាប់ឃុំនិងជនដែលមានវិបលាសស្មារតីឯកសារភ្ជាប់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាព្រះសង្ឃនៅពេលទៅធ្វើអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់ជាមួយនៅឯកសារសំខាន់ៗដែលមានសម្បត្តិបញ្ជាក់កំណើតឬក៏សេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតករណីដែលបងប្អូនមានសម្បត្តិកំណើតត្រូវតែមានសេចក្តីបញ្ជាក់សម្បត្តិកំណើតទី2គឺសៀវភៅគ្រួសារសៀវភៅស្នាក់នៅឬមួយក៏លិខិតបញ្ជាក់ទីលំនៅទី3សម្រាប់ព្រះសង្ឃដែលសំខាន់គឺត្រូវមានឆាយាសង្ឃដីកាឬមួយក៏ត្រូវមានសតិបត្តិแล้วយើងឈានចូលទៅដល់ករណីដែលលាចាកសិក្ខាបទសម័យខ្លួនត្រូវតែដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យនៅលើអត្តសញ្ញាណប័ណ្ណដែលមានដូចជាការកែតម្រូវទៅលើរូបថតឬមួយក៏ការកែតម្រូវទៅលើអាសយដ្ឋានបច្ចុប្បន្នបន្តមកទៀតយើងចូលទៅដល់ទីតាំងសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណសម័យខ្លួនអាចទៅស្នើសុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់អធិការនគរបាលក្រុងស្រុកខណ្ឌស្នងការរាជធានីខេត្តផ្សារទំនើប Aeon 2ផ្សារទំនើប Aeon 3ឬមួយក៏នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចំពោះការធ្វើអត្តសញ្ញាណប័ណ្ណគឺតម្រូវឲ្យសម័យខ្លួនត្រូវតែទៅធ្វើដោយផ្ទាល់មូលហេតុគឺដោយសារតែនៅពេលដែលបងប្អូនទៅធ្វើអត្តសញ្ញាណប័ណ្ណចាគឺតម្រូវឲ្យបងប្អូនចាគឺថាធ្វើការវាស់កម្ពស់ចាហើយបន្ទាប់មកទៀតគឺត្រូវការផ្ដិតខ្ចៅដៃចាផ្ដិតខ្ចៅដៃដោយផ្ទាល់ហើយនឹងថតរូបចាបន្ទាប់ពីថតរូបហើយគឺពិនិត្យភិនភាគសញ្ញាសម្គាល់ណាមួយតូចមួយនៅលើផ្ទៃមុខសិនហើយបន្ទាប់មកទៀតគឺតម្រូវឲ្យបងប្អូននឹងត្រូវចុះហត្ថលេខាអេឡិចត្រូនិកមួយចាបន្ទាប់មកហត្ថលេខានឹងនឹងត្រូវបាន print ចាបិទភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងតែម្ដងហើយនឹងខ្ញុំសូមបញ្ជាក់ជូនដែរថាចំពោះការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងគឺមិនតម្រូវឲ្យបងប្អូនធ្វើការបង់ប្រាក់នោះទេហើយត្រូវរងចាំរយៈពេល30ថ្ងៃនៃថ្ងៃធ្វើការរាប់ចាប់ពីថ្ងៃដែលបងប្អូនទៅស្នើសុំអត្តសញ្ញាណប័ណ្ណ